សនាចម្រើនឡើងញ៉ាំងនៅសោតាបត្តិមៈកើតឡើងខណៈនៃសោតាបត្តិមៈហ្នឹងហៅថាសទ្ធានុសារីសទ្ធានុសារីសបាននេះគណៈសោតាបត្តិមៈហ្នឹងហៅថាសទ្ធានុសារីដល់តែសោតាបត្តិផលកើតឡើងព្រឹបហៅថាសទ្ធាវិមុតឃើញហៅថាសទ្ធាវិមុតតើតនេះចឹងនឹងក្នុងពុទ្ធសាសនាចឹងហើយបើក្នុងសទ្ធាវិមុតនឹងអ្នកនឹងប្រកបទៅដោយវិមោប្រកបដោយសមាបត្តិប្រកបដោយវិមោអញ្ចឹងអ្នកនឹងអាចទៅជាកាយសក្ខីរហូតដល់កាយសក្ខីបានចេញពីកាយសក្ខីទៅចូលទៅក្នុងឧភេតោភិកវិមុតបានហ្នឹងអានេះខ្សែនៃបដិបទារបស់ព្រះអង្គហ្នឹងប៉ុណ្ណាហើយបើអ្នកនឹងមានបញ្ញាធុរៈវិញនៅពេលសោតាបត្តិមៈកើតឡើងហៅថាធម្មានុសារីយល់បាននេះចាហើយកាលណាឡើងដល់សោតាបត្តិផលបើអ្នកនឹងមិនមានវិមោកមិនមានសមាបត្តិទេឈ្មោះថាទិដ្ឋិបត្តៈតែបើមានវិមោកអ្នកនឹងឈ្មោះថាកាយសក្ខីឃើញទេដល់តនេះចានឹងមិនបញ្យល់អីនៅក្នុងកសែនៃអ្នកបដិបត្តិនឹងទេក៏នៅពុទ្ធសាសនាមានធុរៈពីរហ្នឹងបងប្អូនមានសទ្ធាធុរៈនិងបញ្ញាធុរៈហ្នឹងឯងតែបាននេះចានេះចឹងសរុបសេចក្តីមកក៏គិតកុំអោយគិតពីរឿងអ្នកណាខ្លាំងអ្នកណាខ្សោយអីយើងគិតទៅពីរឿងថាបើបានជាមកជួបនឹងពុទ្ធសាសនាហើយក្នុងសាសនាព្រះដ៏មានពភាកព្រះអង្គប្រកាសក្នុងសាសនារបស់ព្រះអង្គនេះការប្រព្រឹត្តព្រហ្មចរិយៈនៃសាសនារបស់តថាគតនេះគឺជាព្រហ្មចរិយៈដែលប្រព្រឹត្តទៅដើម្បីលះបង់នៅអីថាលះបង់នៅសមុទយៈមានឆន្ទរៈកិអីជាដើមហ្នឹងយល់ទេអញ្ចឹងហើយដើម្បីលះបង់បានការលះបង់នេះវាត្រូវនឹងព្យញ្ជនៈបាលីបហានមែនទេហើយបហាននេះវាមានលំដាប់បហានមានម៉ា5ទី1តតិង្គៈបហានលះបង់ដោយការប្រតិបត្តិនៅវិបស្សនាទី2វិខម្បនៈបហានលះបង់ទៅដោយសន្និដ្ឋានសមុច្ឆេទៈបហានលះបង់ទៅដោយមគ្គផ្នែកលោកតរៈបដិបស្សទ្ធិបហានលះបង់ទៅដោយផលដែលជាលោកតរៈនិងនិសរណបហានលះបង់អាស្រ័យព្រះនិព្វានពុទ្ធសាសនាយើងមានចឹងណាអញ្ចឹងអ្នកចូលនៅក្នុងពុទ្ធសាសនាមិនត្រឹមតែមានតែសទ្ធាធ្វើនេះធ្វើនោះកសាងនេះកសាងនោះអីប៉ុណ្ណឹងទេមិនត្រឹមតែប្រកេនចង្ហាន់លោកអីប៉ុណ្ណឹងទេត្រូវប្រកេនចង្ហាន់លោកហើយត្រូវប្រហទេបានឲ្យបាននៅបញ្ញាទៀតទាំងបុព្វជិតទាំងកុហកមិនមែនទេការប្រតិបត្តិព្រះអង្គសម្ដែងទៅលើតខាងភិក្ខុនៃភិក្ខុសាមណេរទេរឿងកុហកមិននិយាយការប្រតិបត្តិអីទេនិយាយទៅរឿងការឲ្យទានប្រកេនចង្ហាន់កសាងព្រះវិហារកសាងកុដិអីតែប៉ុណ្្នឹងទេរឿងប្រតិបត្តិហ្នឹងគឺជារឿងរបស់លោកដែរមែនទេអត់មែនទេព្រោះគ្រាន់តែប៉ុណ្ណេះថាបុព្វជិតត្រូវចម្រើននៅសិលសមាធិបញ្ញាមែនទេហើយកុហកយើងទានសិលភាវនាឃើញទេទានសិលភាវនានឹងឯងដូចជាតួបដិបត្តិនឹងឯងមិនមែនត្រឹមតែទាននឹងមួយនឹងទេឃើញទេអញ្ចឹងសរុបសេចក្តីមកសាសនាពុទ្ធសាសនាគឺត្រូវបំពេញត្រូវចម្រើននៅបញ្ញកិរិយាវត្ថុទាំង10ផងហើយត្រូវប្រតិបត្តិដើម្បីបាននៅបញ្ញាចាក់ធ្លុះនៅសភាវៈតាមសេចក្តីពិតលះបង់នៅកិលេសលះបង់នៅទុច្ចរិតលះបង់នៅអកុសលធម៌ដ៏លាមកដែលនៅក្នុងសន្តានចិត្តរបស់យើងតោះនេះចា៎